ក្រៅពីនោះលោកមេពេជ្របានជួបជជែកនឹងដើមចោតហើយបានរៀបចំឯកសារត្រៀមទី1ហើយបានយកឯកសារនោះព្រមទាំងពាក្យស្នើសុំឲ្យពិនិត្យភស្តុតាងនិងភស្តុតាងជាឯកសារដាក់ជូនតុលាការនៅថ្ងៃទី16ខែកុម្ភៈឆ្នាំ2007អ្នកតំណាងចុងចម្លើយក៏បានពិនិត្យឯកសារទាំងនោះហើយក៏បានជួបជជែកជាមួយចុងចម្លើយហើយបានដាក់ពាក្យស្នើសុំឲ្យពិនិត្យភស្តុតាងនិងភស្តុតាងជាឯកសារជូនតុលាការដែរនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2007អរុនសួស្ដីលោកទាំងពីរអរុនសួស្ដីលោកចៅក្រមឥឡូវនេះសូមបន្តនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលពីលើកមុនជាបឋមសូមលោកតំណាងខាងដើមចោតធ្វើសេចក្តីថ្លែងការណ៍អំពីឯកសារត្រៀមទី1សូមអរគុណនេះជាការទទួលស្គាល់ឬមិនទទួលស្គាល់ព្រមទាំងការឆ្លើយតបចំពោះអង្គហេតុដែលអះអាងដោយចុងចម្លើយស្ដីពីរឿងដែលចុងចម្លើយបានដកប្រាក់$5,000ពីធនាគាររបស់គាត់និងការខ្ចីប្រាក់$1,000ពីសាច់ញាតិគាត់នៅថ្ងៃទី1មិថុនា2006ដើមចោតមិនដឹងទេស្ដីពីការសងមួយភាគគឺ$6,000ដោយចុងចម្លើយនៅថ្ងៃទី1មិថុនា2006នោះដើមចោតសូមបដិសេធមិនទទួលស្គាល់ការដែលចុងចម្លើយនឹងប្រពន្ធគាត់បានទៅផ្ទះដើមចោតនៅថ្ងៃនោះគឺមិនមែនដើម្បីសងបំណុលទេគាត់ទៅជាសុំខ្ចីថែម$4,000ទៀតពីដើមចោតដោយសារតែឪពុកគាត់មានជំងឺគាត់គ្មានបានសង$6,000ទេពេលដែលទទួលប្រាក់ដែលគេសងនោះដើមចោតតែងតែចេញវិក័យប័ត្រជានិច្ចដូច្នេះលើកនេះក៏ដូចគ្នាដែរបើគាត់ទទួលសំណងមួយភាគនោះគាត់ច្បាស់ជាចេញវិក័យប័ត្រហើយចុងចម្លើយអត់មានវិក័យប័ត្រនេះសឲ្យឃើញថាគាត់មិនបានសងមួយភាគទេបន្ទាប់មកសូមទទួលស្គាល់នៅការទិញរថយន្តម៉ាកកាម៉ារីក្នុងតម្លៃ$5,000នៅថ្ងៃទី30មិថុនា2006ក៏ប៉ុន្តែដើមចោតបានដកប្រាក់ពីធនាគារខ្លួនទៅទិញទេនៅថ្ងៃទី15មិថុនា2006ដើមចោតបានដកប្រាក់$10,000ពីធនាគាររបស់គាត់ហើយគាត់យក$5,000ទៅទិញរថយន្តម៉ាកកាម៉ារីនោះហើយនៅសល់ប្រាក់$5,000ទៀតគាត់បានចាយវាយនៅលើអាពាហ៍ពិពាហ៍កូនស្រីគាត់ម្យ៉ាងទៀតនៅថ្ងៃទី1ដល់ថ្ងៃទី30មិថុនា2006នោះពុំមានអ្នកណាបញ្ចូលប្រាក់ថែមទៀតក្នុងគណនីនេះទេបើមើលទៅតាមចំណុចទាំងអស់នេះឃើញថាដើមចោតមិនបានយកប្រាក់ដែលចុងចម្លើយបានសងមួយភាគនោះទៅទិញរថយន្តដោយដែលចុងចម្លើយបានអះអាងនោះទេសូមបដិសេធមិនទទួលស្គាល់នឹងការបង្ហាញឆន្ទៈលើកលែងបំណុលដែលនៅសល់ដោយដើមចោតទេដើមចោតមិនបានលើកលែងបំណុលជាដាច់ខាតខែកក្កដាឆ្នាំ2006មកដើមចោតបានដាស់តឿនឲ្យចុងចម្លើយសងបំណុលនោះជាច្រើនដងបាទសូមអរគុណដូច្នេះចំណុចវិវាទនៃរឿងក្តីនេះគឺទី1តើមានការសងមួយភាគឬទេទី2គឺតើដើមចោតបានលើកលែងបំណុលដែលនៅសល់ដែរឬទេមិនអញ្ចឹងលោកទាំងពីរបាទត្រូវហើយបន្ទាប់មកតាមការនិយាយគ្នាលើកមុនខាងចុងចម្លើយមានគម្រោងថានឹងបញ្ជាក់ភស្តុតាងអំពីចំណុចនេះដោយឲ្យសាក្សីធ្វើសេចក្តីថ្លែងការណ៍ហើយក្រៅពីនេះនឹងធ្វើការហាងនិងបញ្ជាក់អំពីស្ថានភាពផ្សេងៗដែលអាចឲ្យដឹងបានថាមានការសងមួយភាគមិនអញ្ចឹងបាទអញ្ចឹងមែនឥឡូវនេះសូមលោករៀបចំស្ដីអំពីសិសានភាពដែលអាចឲ្យដឹងបានថាមានការសងមួយភាគសូមលោកបញ្យល់មួយចំណុចសូមអរគុណនៅថ្ងៃទី1មិថុនា2006ចុងចម្លើយបានដកប្រាក់$5,000ពីគណនីធនាគាររបស់ខ្លួនហើយបានខ្ចី$1,000ពីសាច់ញាតិខ្លួនតាមរយៈអង្គហេតុទាំងអស់នេះលោកចក្រមអាចដឹងច្បាស់ថានៅថ្ងៃនោះចុងចម្លើយបានសងបំណុលមួយភាគទៅឲ្យដើមចោតមែនដើម្បីបញ្ជាក់ភស្តុតាងខ្ញុំសូមដាក់ឯកសារ2មួយគឺរបាយការណ៍គណនីធនាគារជាភស្តុតាង Y1 ហើយមួយទៀតគឺកិច្ចសន្យាខ្ចីបរិភោគរវាងចុងចម្លើយនិងសាច់ញាតិគាត់ដែលជាភស្តុតាង Y2 ខ្ញុំសូមទទួលយកសូមលោកដាក់សំណៅដើមមកលោកតំណាងដើមចោតស្ដីពីឯកសារជាភស្តុតាង Y1 និង Y2 តើមានបញ្ហាឬទេអត់វិវាទទេលោកចៅក្រម
ដូច្នេះខ្ញុំសូមសងជូនវិញលោកតំណាងដើមចោតចំពោះការអះអាងរបស់ចុងចម្លើយអំបញ្ញមិញខាងដើមចោតមិនដឹងមិនអញ្ចឹងបាទអញ្ចឹងមែនប៉ុន្តែទោះជាគាត់រកប្រាក់បាន$6,000នោះមែនក៏ដោយតែគាត់មិនបានសងបំណុលទៅឲ្យដើមចោតទេលោកតំណាងចុងចម្លើយស្ដីពីស្ថានភាពដែលអាចឲ្យដឹងបានថាចុងចម្លើយបានសងមួយភាគក្រៅពីស្ថានភាពដែលលោកបានរៀបរាប់មុននោះតើមានអ្វីផ្សេងទៀតឬទេបាទក្រោយពីចុងចម្លើយបានសង$6,000រួចហើយនោះប្រហែលជាខ្ទង់ខែមិថុនាឆ្នាំ2006នោះដើមចោតបានទិញរថយន្តម៉ាក Camry មួយតម្លៃប្រហែល$5,000មើលទៅដូច្នេះអាចសន្និដ្ឋានបានថាគាត់យក$5,000ពីប្រាក់$6,000ដែលចុងចម្លើយបានសងគាត់នោះយកទៅបង់ទិញរថយន្តហើយលោកតំណាងខាងដើមចោតបញ្ហានេះតើយ៉ាងណាដែរលោកចៅក្រមដើមចោតបានទិញរថយន្តម៉ាក Camry មួយតម្លៃ$5,000មែនតែគាត់ទិញរថយន្តនោះនៅថ្ងៃទី30មិថុនាឆ្នាំ2006ទេគឺប្រហែលជាមួយខែក្រោយថ្ងៃទី1មិថុនានោះដើម្បីធ្វើការបញ្ជាក់ភស្តុតាងអំពីបញ្ហានេះខ្ញុំសូមដាក់ភស្តុតាងជាឯកសារ H3 ដែលជាវិក័យប័ត្រទិញរថយន្តម្យ៉ាងទៀតដើមចោតបានទិញរថយន្ត Camry នោះដោយប្រាក់ខ្លួនឯងទេដើម្បីទិញរថយន្តនោះគាត់បានដកប្រាក់ពីធនាគារគាត់$10,000នៅថ្ងៃទី15មិថុនាម្យ៉ាងទៀតពីថ្ងៃទី1ដល់ថ្ងៃទី30មិថុនាពុំមានការបញ្ចូលប្រាក់ក្នុងគណនីធនាគាររបស់ដើមចោតទេដើម្បីធ្វើការបញ្ជាក់ភស្តុតាងនៃចំណុចទាំងអស់នេះខ្ញុំសូមដាក់របាយការណ៍គណនីធនាគារជាភស្តុតាង H2 ខ្ញុំសូមទទួលយកសូមដាក់សំណៅដើមមកឲ្យខ្ញុំលោកតំណាងចុងចម្លើយស្ដីពីឯកសារភស្តុតាង X2 និង X3 តើមានបញ្ហាដែរឬទេបាទអត់វិវាទទេដូច្នេះខ្ញុំសូមសងជូនវិញចុះលោកតំណាងខាងចុងចម្លើយតើក្រៅពីនេះចង់អះអាងអ្វីផ្សេងទៀតដែរឬទេដើម្បីអាចសន្និដ្ឋានបានថាចុងចម្លើយបានសងមួយភាគលោកចៅក្រមដោយដែលបានបញ្យល់អំបញ្ញមិញដែរចុងចម្លើយបានប្រាក់$6,000ហើយទៅផ្ទះដើមចោតនៅថ្ងៃដដែលនោះក៏ជាស្ថានភាពមួយដែលអាចសន្និដ្ឋានបានថាគាត់បានសងមួយភាគដែរលោកចៅក្រមលោកតំណាងដើមចោតខ្ញុំចង់បញ្ជាក់បន្តិចស្ដីអំពីអង្គហេតុដែលថាចុងចម្លើយបានទៅផ្ទះដើមចោតនៅថ្ងៃទី1មិថុនាឆ្នាំ2006នោះតើដើមចោតទទួលស្គាល់ឬទេបាទដើមចោតអះអាងថាគាត់ទៅទីនោះជាការពិតហើយតែមិនមែនទៅដើម្បីសងបំណុលដោយគាត់ថានោះទេគឺពេលគាត់ទៅទីនោះគាត់ប្រាប់លេសមិនអាចសងបានតាមពេលកំណត់ហើយថែមទាំងបានសុំខ្ចី$4,000ទៀតចុះខាងលោកតំណាងចុងចម្លើយក្រៅពីនេះចង់អះអាងអ្វីផ្សេងទៀតឬទេពាក់ព័ន្ធការសងមួយភាគនេះអត់ទេលោកចៅក្រមក្រោយពីនេះខ្ញុំគ្មានអ្វីទៀតទេអូនឹកឃើញហើយលោកចៅក្រមខ្ញុំសូមបន្ថែមមួយទៀតចុងចម្លើយអត់មានវិក័យប័ត្របញ្ជាក់ថាដើមចោតបានទទួលប្រាក់ទេនេះសឲ្យឃើញច្បាស់លាស់ថាគាត់មិនបានសងបំណុលមួយភាគទេចំពោះចំណុចនេះតើយ៉ាងណាដែរខាងលោកតំណាងចុងចម្លើយលោកមានអ្វីចង់តបឬទេលោកចៅក្រមបញ្ហានេះគឺចុងចម្លើយបានទាមទារវិក័យប័ត្រដែរតែដើមចោតគាត់មិនយល់ព្រមចេញឲ្យទេដោយគាត់និយាយថាតលតែសងអស់ទៅគាត់ចេញឲ្យលោកតំណាងដើមចោតតើក្រៅពីនេះចង់អះអាងអ្វីផ្សេងទៀតដើម្បីឲ្យអាចសន្និដ្ឋានបានថាចុងចម្លើយមិនបានសងមួយភាគបាទលោកចៅក្រមក្រៅពីនេះអត់មានអ្វីទៀតទេបើអត់ទេសុំសួររឿងមួយទៀតបញ្ហាបង្ហាញឆន្ទៈលើកលែងបំណុលវិញតើខាងចុងចម្លើយមានអ្វីអះអាងដើម្បីឲ្យដឹងថាដើមចោតបាននិយាយថាលើកលែងបំណុលដែលនៅសល់នោះចំពោះបញ្ហានេះខាងខ្ញុំចង់ធ្វើការបញ្ជាក់ភស្តុតាងដោយផ្ទាល់ដោយការសាកសួរសាកសីតែម្ដងអូលោកចៅក្រមខាងលោកតំណាងដើមចោតបានទទួលស្គាល់ថាពេលដែលចុងចម្លើយទៅផ្ទះដើមចោតនោះគាត់ឮចុងចម្លើយបាននិយាយអំពីជំងឺរបស់ពុកចុងចម្លើយដូច្នេះនេះក៏ជាចំណុចមួយដែលអាចបង្ហាញថាដើមចោតមានការណិតសូរដល់ចុងចម្លើយហើយក៏បានលើកលែងបំណុលដែលនៅសល់នោះទេលោកចៅក្រមដូចជាជ្រុលពេកហើយចុងចម្លើយបាននិយាយថាពុកគាត់មានជំងឺនោះគឺដើម្បីសុំខ្ចីប្រាក់$4,000ថែមទៀតទេ
តែគាត់បែរជានិយាយថាដើមចោតបានលើកលែងបំណុលឲ្យគាត់ទៅវិញវាមិនដែល មិនចឹងបញ្ហាដែលថាឪពុកចំចម្លើយមានជំងឺនេះមានការពិបាកនឹងកំណត់ថាខាងណានិយាយត្រូវខាងណានិយាយខុសណាស់ចាំពេលក្រោយពេលសាកសួរភាគីទាំងសងខាងខ្ញុំនឹងស្ដាប់សម្ដីទាំងពីរខាងហើយនឹងសម្រេចទៅតាមនោះក្រៅពីនេះតើមានអ្វីដែលចង់អះអាងថែមទៀតពាក់ព័ន្ធនឹងការបង្ហាញឆន្ទៈលើកលែងបំណុលនេះ លោកចៅក្រមខាំដងចោតមានពីខែកក្កដាឆ្នាំ 2006 មកដើមចោតបានដាស់តឿនឲ្យចុងចម្លើយសងបំណុលនេះគឺអាចឲ្យសន្និដ្ឋានបានថាគ្មានការលើកលែងបំណុលដែលនៅសល់នោះទេ បាទខ្ញុំសូមអរគុណលោកតំណាងដើមចោតម្យ៉ាងទៀតពាក់ព័ន្ធនឹងការដាស់តឿនឲ្យសងបំណុលដោយដើមចោតនេះតើខាងចុងចម្លើយទទួលស្គាល់ឬទេ បាទលោកចៅក្រមស្ដីពីបញ្ហានេះពីខែកក្កដាឆ្នាំ 2006 មកដើមចោតបានដាស់តឿនទាមទារឲ្យចុងចម្លើយសងបំណុលមែនក៏ប៉ុន្តែដោយការអះអាងរបស់ដើមចោតអញ្ចឹងគឺក្នុងឡងពេលយ៉ាងតិចមួយខែគឺក្នុងខែមិថុនាដើមចោតមិនបានទាមទារឲ្យសងទេតាមអង្គហេតុនេះអាចឲ្យដឹងថាគេបានលើកលែងបំណុលហើយចំពោះចុងចម្លើយវិញគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែជាងមួយខែក្រោយមកស្រាប់តែដើមចោតទាមទារឲ្យគាត់សងទៅវិញហេតុអ្វីបានគាត់និយាយបាត់ដៃជាខ្នងដៃអញ្ចឹងខាងខ្ញុំនេះទេដែលចង់ឲ្យខាងដើមចោតបញ្យល់ឲ្យបានច្បាស់លាស់ ដោយសារតែអត់លេងបំណុលនោះហើយបានជាគេទាមទារឲ្យសងនោះ រឿងនេះបញ្ចប់ត្រឹមនឹងបានហើយខាងដើមចោតបានអះអាងថាមិនបានលើកលែងបំណុលនោះបានជាគេទាមទារឲ្យសងពីខែកក្កដាមកនោះរីឯខាងចុងចម្លើយវិញបានលើកយកបញ្ហាថាដើមចោតមិនបានទាមទារឲ្យសងក្នុងខែមិថុនាដូច្នេះនេះសឲ្យឃើញថាមានការលើកលែងបញ្ហានេះខ្ញុំនឹងស្ដាប់ការសាកសួរសាកសីពេលក្រោយក្រៅពីនេះតើមានអ្វីអះអាងថែមទៀតទេ ទេអស់ហើយ បាទខ្ញុំគុណចឹងដែរ ការរៀបចំនៅការហាងនេះរួចរាល់អស់ហើយបន្ទាប់មកខ្ញុំសូមសួរអំពីការស្នើសុំឲ្យសាកសួរសាកសីរបស់ភាគីទាំងសងខាងវិញខាងចុងចម្លើយតើលោកស្នើសុំឲ្យសាកសួរសាកសីណាខ្លះ បាទលោកចៅក្រមដោយដែលបានសរសេរក្នុងពាក្យសំណើដែរគឺសុំឲ្យសាកសួរប្រពន្ធរបស់ចុងចម្លើយឈ្មោះគ្រឿងបុប្ផានិងចុងសម័យខ្លួនតែម្ដង បើអញ្ចឹងខ្ញុំសូមសម្រេចយល់ព្រមទាំងអស់ចោះខាងដើមចោតវិញយ៉ាងណាដែរអំពីការស្នើសាកសួរសាកសីនេះ ខាងខ្ញុំស្នើសុំឲ្យសាកសួរសម័យខ្លួនដើមមិនដឹងដោយដែលបានសរសេរក្នុងពាក្យស្នើសុំដែរ អញ្ចឹងខ្ញុំសូមសម្រេចយល់ព្រមដែរបើអញ្ចឹងលើកក្រោយនៅក្នុងនីតិវិធីទាញហេតុផលដល់ផ្ទាល់មាត់គឺធ្វើការសាកសួរសាកសីខាងចុងចម្លើយមុនឈ្មោះគ្រឿងបុប្ផាបន្ទាប់មកចុងចម្លើយសម័យខ្លួនហើយបន្ទាប់មកនឹងធ្វើការសាកសួរសាកសីខាងដើមចោតគឺដើមចោតសម័យខ្លួនតែម្ដងយ៉ាងណាដែរតាមលំដាប់លំដោយនេះ បាទមិនអីទេ បាទខ្ញុំក៏ឯកភាពដែរ បន្ទាប់មកមុននឹងបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលនេះខ្ញុំសូមបញ្ជាក់អំពីចំណុចវិវាទនិងអំពីអង្គហេតុដែលត្រូវធ្វើការបញ្ជាក់ភស្តុតាងចំណុចវិវាទសំខាន់នៃរឿងក្តីនេះគឺនៅថ្ងៃទី1មិថុនា 2006 ពេលដែលចុងចម្លើយបានទៅផ្ទះដើមចោតចំណុចទី1គឺតើចុងចម្លើយបានសងបំណុលមួយភាគដល់ដើមចោតដែរឬទេហើយទី2គឺតើដើមចោតបានបង្ហាញឆន្ទៈលើកលែងបំណុលដែលនៅសល់នោះដែរឬទេមែនឬទេ បាទអញ្ចឹងមែនហើយ បាទអញ្ចឹងមែន បន្ទាប់មកក្នុងការនិយាយគ្នានៅផ្ទះដើមចោតភាគីទាំងសងខាងនឹងបញ្ជាក់ឲ្យបានច្បាស់លាស់តាមការសាកសួរសាកសីមែនឬទេ បាទលោកចៅក្រម បន្ទាប់មកទាំងសងខាងបានលើកឡើងនៅរឿងអ្វីផ្សេងៗដែលស្របនឹងការអះអាងរៀងៗខ្លួនដូច្នេះខ្ញុំសូមឲ្យបញ្ជាក់ឡើងវិញខាងចុងចម្លើយបានអះអាងថាពេលទៅផ្ទះដើមចោតចុងចម្លើយបានរកប្រាក់ចំនួន$6,000បានហើយបានទៅផ្ទះដើមចោតស្ដីពីចំណុចនេះខាងចុងចម្លើយក៏នឹងសាកសួរសាកសីនឹងសម័យខ្លួនដែរមែនឬទេ បាទអញ្ចឹងហើយលោកចៅក្រម ម្យ៉ាងទៀតខាងចុងចម្លើយបានអះអាងថាក្រោយពេលបានសងមួយភាគប៉ុន្មានថ្ងៃក្រោយមកដើមចោតបានទិញរថយន្តមួយតម្លៃ$5,000ស្ដីពីប្រាក់ដើម្បីទិញរថយន្តនេះ
ខាងដើមចោតបានដាក់ភ័ស្តុតាងជាឯកសារហើយថែមទាំងនឹងសាកសួរសាមីខ្លួនដើមចោតផងដើម្បីបញ្ជាក់រឿងនេះមែនឬទេផ្ទុយទៅវិញខាងដើមចោតបានអះអាងថាចុងចម្លើយអត់មានវិក័យប័ត្រដើម្បីបញ្ជាក់ថាខ្លួនបានសងមួយភាគទេដូច្នេះនេះគឺជារឿងដែលអាចបដិសេធថាគ្មានបានសងមួយភាគទេនៅពេលដែលធ្វើការសាកសួរសាក្សីភាគីខាងចុងចម្លើយនឹងបញ្ជាក់នៅបញ្ហាដែលខ្លួនមិនបានទទួលវិក័យប័ត្រមែនឬទេបាទលោកជាក្រុមចុងបញ្ចប់ស្ដីពីស្ថានភាពបង្ហាញឲ្យដឹងថាមានការលើកលែងបំណុលដែលនៅសល់វិញពីខែកក្កដាឆ្នាំ2006មកដើមចោតបានអះអាងថាខ្លួនបានដាស់តឿនទាមទារបំណុលនោះពីចុងចម្លើយជាច្រើនដងចំពោះចំណុចនេះភាគីទាំងសងខាងនឹងបញ្ជាក់អំពីសភាពជាក់ស្ដែងនៃការទឿនឲ្យសងបំណុលនោះនៅពេលសាកសួរសាក្សីមែនឬទេបាទមែនហើយលោកចៅក្រមបាទមែនលោកចៅក្រមមិនទៅអង្គហេតុដែលត្រូវបញ្ជាក់ភ័ស្តុតាងមានតែប៉ុណ្ណោះទេយ៉ាងណាដែរលោកទាំងពីរបាទអស់ទៀតហើយបើអស់ហើយសូមបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលត្រឹមនេះលើកក្រោយគឺជាការបកឆែកនៃការទាញហេតុផលដល់ផ្ទាល់មាត់ហើយខ្ញុំចង់ធ្វើនៅថ្ងៃទី23មីនាឆ្នាំ2007វេលាម៉ោង10ព្រឹកតើយ៉ាងណាដែរលោកទាំងពីរបាទយល់ព្រមបាទលោកចៅក្រមដូច្នេះសូមកំណត់ការបកឆែកនៃការទាញហេតុផលដល់ផ្ទាល់មាត់នៅថ្ងៃទី23ខែមីនាឆ្នាំ2007វេលាម៉ោង10ព្រឹកសូមបញ្ចប់នីតិវិធីថ្ងៃនេះសូមអរគុណ